ខ្លះទោះបីអាយុប្រមាណក៏ដោយអត់សម្រាប់ចិត្តធ្វើឲ្យខ្លួនឯងកើតទេយើងត្រូវត្រឡប់ទៅសួរយោបល់ឪពុកម្ដាយសិនតើឲ្យខ្ញុំធ្វើឬក៏អត់ទោះបីមានកូន2 3ក៏ដោយកន្លែងនេះឯងដូច្នេះបងប្អូនមានយល់អត្ថន័យរបស់កេសនេះគឺការពិសោធន៍សម្ពាយដែលយើងស្ពាយនៅក្នុងជីវិតរបស់ផងយើងអត់សម្រាប់ចិត្តធ្វើខ្លួនឯងប៉ុន្តែព្រះដែលយើងជឿព្រះឲ្យយើងសម្រេចចិត្តធ្វើខ្លួនទៅដូច្នេះហើយបានជាព្រះអង្គម្ចាស់ដូចជាព្រះអង្គដើរជាមួយយើងស្ថិតនៅជាមួយយើងជានិច្ចហើយកន្លែងណាដែលយើងត្រូវបោះវាចោលដកចេញបោះចោលកុំឲ្យស្ពាយកាលណាយើងស្ពាយសម្ពាយនៃការលំបាកអត់អ្នកបងប្អូនមានមិនអាចទៅវែងឆ្ងាយទេដូច្នេះហើយបានជា wellspring of life reservoir សម្រាប់ជីវិតរបស់ផងយើងដឹងថាមកពីព្រះហើយអរអ្នកបងប្អូនមានដឹងយ៉ាងម៉េចទេអា reservoir នឹងវាស្ថិតនៅក្នុងគំនិតរបស់ផងយើងនៅពេលដែលការយល់ដឹងរបស់ផងយើងក្នុងព្រះកាន់តែចម្រើនទៅវាស្ថិតនៅក្នុងគំនិតរបស់ផងយើងហើយយើងទាំងអស់គ្នាអាចយកការអ្វីទាំងអស់ដែលយើងរៀនពីព្រះទុកនៅក្នុងជីវិតរបស់ផងយើងហើយយើងអាច pass យើងអាចឲ្យទៅកូនយើងឲ្យទៅចៅយើងហើយគេអាចរៀនបន្តពីយើងទៅទៀតដូច្នេះហើយបានជាយើងទាំងអស់គ្នាជាអ្នកជឿព្រះយេស៊ូវយើងតែងអរគុណព្រះអង្គខ្ញុំចង់ឲ្យអ្នកបងប្អូនមានបើកទៅគម្ពីរជាមួយខ្ញុំនៅក្នុងគម្ពីរដែលខ្ញុំបានជ្រើសរើសក្នុងសប្តាហ៍នេះនៅក្នុងគម្ពីរពេត្រុសខ្សែទី1ចំពោះ2ខ9ខ្ញុំគ្រាន់តែចង់អានហើយចង់រំលឹកប្រាប់អស់អ្នកបងប្អូនមានអំពីកន្លែងនេះដែលថាព្រះជាអ្នកជួយយើងទាំងអស់គ្នាព្រះជាដើមចងនៃសេចក្តីជំនឿរបស់យើងខគម្ពីរនេះបានប្រាប់យើងថាខ9អ្នករាល់គ្នាជាពូជជ្រើសរើសជាសង្ឃលួងជាសះបរិសុទ្ធជារះដ៏ជាគេអកនៃព្រះដើម្បីឲ្យអ្នករាល់គ្នាបានសម្ដែងចេញឲ្យឃើញអស់ទាំងលក្ខណៈរបស់ផងព្រះដែលទ្រង់ហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹតគឺជាខគម្ពីរដែលថាហៅបានលើកមុននេះបន្តិចចេញពីសេចក្តីងងឹតមកក្នុងពន្លឺរបស់ផងព្រះពីដើមអ្នករាល់គ្នាមិនមែនជាសាសនាមួយទេតែឥឡូវនេះជាសាសរបស់ព្រះវិញពីដើមមិនបានទទួលសេចក្តីមេត្តាករុណាទេឥឡូវនេះបានទទួលសេចក្តីមេត្តាករុណាវិញយើងអរគុណព្រះអរគុណអ្នកបងប្អូនមានវាមូលហេតុនេះឯងដែលព្រះយេស៊ូវព្រះអតិកោបានយកនិស្ស័យជាព្រះយេស៊ូវគ្រីស្ទព្រះអង្គបានបង្ហាញផ្លូវដល់យើងទាំងអស់គ្នាឲ្យយើងទាំងអស់គ្នាទៅរកព្រះឃើញហើយដូច្នេះហើយបេះដូងរបស់ផងព្រះល្អសម្រាប់អ្នកកាន់សាសនាខ្ញុំតែងតែជម្រាបប្រាប់អ្នកបងប្អូនមានថាជាអ្នកកាន់ពុទ្ធសាសនាដ៏ល្អយើងព្យាយាមធ្វើទៅតាមអ្វីដែលយើងត្រូវធ្វើសម្រាប់ជីវិតជនជាតិអ៊ីស្រាអែលក៏ដូចគ្នាផងដែរហើយព្រះអាណិតពួកគេអាណិតខ្មែរយើងអាណិតសាសអ៊ីស្រាអែលអាណិតសាសទាំងអស់ដែលគេខំប្រឹងធ្វើទៅតាមសេចក្តីជំនឿរបស់ផងគេប៉ុន្តែលទ្ធផលចុងក្រោយនោះគេរកព្រះមិនឃើញដូច្នេះហើយបានជាព្រះឲ្យយើងទាំងអស់គ្នាជាអ្នកជឿព្រះអង្គមានអំណាចអាចបំផ្លាស់បំប្រែពិភពដែលយើងរស់នៅសប្តាហ៍នេះបានដូច្នេះអស់លោកអ្នកបងប្អូនមានអាចអធិដ្ឋានឲ្យគ្នាទៅវិញទៅមកមិនចាំបាច់ខ្ញុំអធិដ្ឋានបានអ្នកនោះជឿព្រះយេស៊ូវទេបើគាត់ថ្វាយខ្លួនដាក់ដៃលើគាត់អធិដ្ឋានឲ្យគាត់អធិដ្ឋានសាមញ្ញធម្មតាបំផុតព្រះអង្គចាស់ឲ្យខ្ញុំជាមនុស្សមានបាបអត់ទោសឲ្យខ្ញុំទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះអាមែនយើងអាចនិយាយដូច្នោះបានគម្ពីរនេះប្រាប់យើងថាម៉េចថាអ្នករាល់គ្នាជាពូជជ្រើសរើសជាសង្ឃលួងបានន័យថាយើងអាចធ្វើការងារកាលណាយើងនិយាយព្រះឮយើង អ
បងប្អូនមានអធិដ្ឋានឲ្យអ្នកឈឺព្រះលឺយើងអធិដ្ឋានឲ្យអ្នកដែលត្រូវការព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះព្រះឆ្លើយតបដូច្នេះអ្នករាល់គ្នាជាសង្ឃជាលួងជាសះបរិសុទ្ធជារះដល់ជាគេអកយើងជាគេអករបស់ព្រះអង្គដូច្នេះហើយបានជាយើងមិនសូវខ្វល់ខ្វាយពីរឿងទ្រព្យសម្បត្តិប្រមាណទេពីព្រោះព្រះជាអ្នកផ្គត់ផ្គង់ឲ្យយើងហើយយើងត្រូវធ្វើដែរមែនណាហើយខ្ញុំគាត់តែជាស្មោបន្តជាឧទាហរណ៍មួយឲ្យលោកបងប្អូនមានមកឃើញបើសិនជាឲ្យបងប្អូនមានពិបាកមើលមកខ្ញុំមិនពិបាកដឹងរឿងជ្រៅជ្រះប្រមាណនេះគាត់ថាមើលមកខ្ញុំពីអ្នកប្រពន្ធខ្ញុំយើងមិនដែលរកលុយបានច្រើនជាង$80,000នៅក្នុងមួយឆ្នាំយើងធ្វើការ side supply ឆ្នាំប៉ុន្តែការសិក្សារបស់ផងយើងទិញ SUV ថ្មីចេះបាន8ព្រោះយើងអត់បានទទួលលុយពីរដ្ឋទេគឺយើងចេញពីហបៅខ្លួនយើងអាចទិញ SUV បាន8ហើយសាលាដែលយើងទៅរៀនគឺថ្លៃមែនទែនប៉ុន្តែសំណួរសួរថាហេតុអីក៏គាត់អាចនៅទៅចូលបានពីព្រោះយើងដឹងថានៅពេលដែលយើងទៅរៀនអស់លុយដ៏ច្រើនហើយយើងមិនសង្ឃឹមថាយើងនឹងបានទទួលប្រាក់ខែពីពួកជំនុំទេខ្ញុំមិនដែលគិតពីរឿងនេះឡើយដូច្នេះហើយបានជាយើងមានឥទ្ធិពលយើងមានអំណាចរបស់អ្នកបងប្អូនមានដូច្នេះហើយបានជាខគម្ពីរនេះប្រាប់ថាអ្នកជារាជជាគេអកនៃព្រះដើម្បីឲ្យអ្នករាល់គ្នាបានសម្ដែងចេញឲ្យឃើញអស់ទាំងលក្ខណៈរបស់ផងព្រះដែលទ្រង់ហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹតមកក្នុងពន្លឺអស្ចារ្យរបស់ផងព្រះអង្គយើងអរគុណព្រះម្ដងទៀតនៅក្នុងថ្ងៃនេះសូមព្រះប្រទានពរដល់អ្នកបងប្អូននានាដូច្នេះយើងចេញពីទីនេះទៅអនុញ្ញាតឲ្យព្រះប្រើប្រាស់យើងទាំងអស់គ្នាណាអាមែនអាមែនហើយការនេះកើតមានចំពោះយើងហើយអស់អ្នកបងប្អូននានាការនេះកើតចំពោះយើងហើយខ្ញុំក៏ចង់លើកទឹកចិត្តយើងបន្តដំណើរទៅមុខទៀតដូច្នេះជីវិតនិងការរស់នៅរបស់ផងយើងខាងឯព្រលឹងវិញ្ញាណកុំឲ្យទៅជា battery ដែលយើងទៅសាកឲ្យទៅជាដងឲ្យទៅជាអាងទឹក reservoir ឲ្យទៅជា reservoir វិញដែរជីវិតខាងឯព្រលឹងវិញ្ញាណរបស់ផងយើងមិនត្រូវរាំងមិនត្រូវរីងស្ងួតឡើយគឺមានទឹកជានិច្ចនៅក្នុងជីវិតរបស់ផងយើងដូច្នេះហើយបានជាយើងទាំងអស់គ្នាអរគុណព្រះអង្គសម្រាប់ជីវិតសម្រាប់ការរស់នៅរបស់ផងយើងជាអ្នកជឿព្រះយេស៊ូវខ្ញុំឃើញហួយគាត់បានសួរព្រឹកមិញព្រោះបងប្អូនគាត់ចង់ចូលសញ្ជាតិ Christina ធ្វើខាង immigration law ខាង immigration ហើយដូច្នេះអរអ្នកបងប្អូនមានណាដែលមានចម្ងល់ឬក៏ចង់តាក់ទងពីរឿង immigration តាក់ទងជាមួយ Christina ណាគាត់អាចឆ្លើយនឹងសំណួរនោះបានអ្នកណាចង់ចូលសញ្ជាតិឬក៏ចូលអីគាត់អាចជួយយើងបំពេញกระดาษពីព្រោះពួកគាត់បង្កើត immigration office មួយនៅ Saint Paul ហើយមានកូនប្រសាខ្ញុំនៅក្នុងដែរ Christina គាត់នៅក្នុងនោះដែរដូច្នេះខ្ញុំអរគុណសូមជួយលើកឈរជាមួយខ្ញុំព្រះម្ចាស់ខ្ញុំអរគុណព្រះអង្គម្ដងទៀតនៅព្រឹកនេះអរគុណព្រះអង្គចំពោះសព្វញ្ញញាណដែលព្រះអង្គមានសម្រាប់ទូបង្គំយើងខ្ញុំទាំងអស់គ្នាព្រះអង្គស្គាល់អំពីយើងខ្ញុំទាំងអស់គ្នាតាំងពីមុនយើងខ្ញុំស្គាល់ព្រះអង្គម្ល៉េះហើយយើងដឹងថាព្រះអង្គបានជ្រើសរើសទូបង្គំយើងខ្ញុំទាំងអស់គ្នានៅពេលដែលទូបង្គំបានបើកចិត្តទទួលស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះព្រះអង្គបង្រៀនទូបង្គំយើងខ្ញុំហើយអនុញ្ញាតឲ្យទូបង្គំយើងខ្ញុំទៅជាឧបករណ៍រស់ដែលព្រះអាចប្រើសម្រាប់សេរីល្អរបស់ផងព្រះនៅលើផែនដីនេះដើម្បីនាំព្រលឹងមនុស្សឲ្យថ្វាយឲ្យប្រគល់ជីវិតគេថ្វាយព្រះអង្គចាស់ឲ្យស្ថិតនៅជាមួយយើងខ្ញុំទាំងអស់គ្នាផ្ដល់កម្លាំងចិត្តទូបង្គំយើងខ្ញុំទាំងអស់គ្នាឲ្យទូបង្គំទាំងយើងខ្ញុំទាំងអស់គ្នានៅតែបន្តដំណើរជីវិតយើងខ្ញុំមិនត្រឹមតែព្យាយាមថែរក្សាព្រលឹងវិញ្ញាណរបស់ផងយើងខ្ញុំឲ្យស្ថិតនៅក្នុងព្រះអង្គតែប៉ុណ្ណោះទេតែអនុញ្ញាតឲ្យទូបង្គំយើងខ្ញុំនិយាយទៅកាន់មនុស្សផ្សេងទៀតជាភាសាសាមញ្ញធម្មតាបំផុតដើម្បីឲ្យគេស្គាល់ព្រះអង្គជាព្រះអង្គម្ចាស់សង្គ្រោះផងដែរអាមែនអាមែនអរគុណព្រះអង្គផ្ដល់កម្លាំងដល់យើងខ្ញុំដល់ពួកជំនុំរបស់ផងព្រះអនុញ្ញាតឲ្យព្រះវិហារនៅទីនេះបានចម្រើនឡើងឲ្យប្រគុណរបស់ផងព្រះ
បានចម្រើនឡើងឲ្យយើងទាំងអស់គ្នាធ្វើការថ្វាយដល់ព្រះអង្គកុំឲ្យយើងណាម្នាក់ភ្លេចខ្លួនហើយកុំឲ្យយើងណាម្នាក់បានបាក់ទឹកចិត្តចំពោះអ្វីដែលយើងមិនត្រូវបាក់ទឹកចិត្តនោះឡើយយើងអរគុណព្រះសូមព្រះវិញ្ញាណបរិសុទ្ធសន្ធិដ្ឋនៅជាមួយយើងទាំងអស់គ្នានៅពេលដែលយើងចេញពីទីនេះទៅដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទអង្គម្ចាស់យើងអធិដ្ឋានសូមអាមែន អាមែន នេះទៅណាបានហើយអូខេឃើញឡូបងប្អូនទាំងអស់គ្នាសូមអរគុណដែលបានចូលរួមសូមបងប្អូនអាចចាក់ម្ដងទៀតមើលសារដើមពីដំបូងមកប្រហែលជាបងប្អូនខ្លះក៏អត់ទាន់បានមើលពីដើមសូមព្រះអង្គប្រទានពរបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខសាន្តគ្រប់គ្នាមុខរបរឲ្យបានចម្រើនគ្រប់គ្នាក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវកូនទូលសូមអាមែនសូមជម្រាបលាទាំងអស់គ្នា